បាទសូមជំរាបសួរបាទបងប្អូនណៃគោរពស្រឡាញ់វត្ថុស័ក្តិសិទ្ធិទាំងអស់គ្នាបាទថ្ងៃនេះទឹកស្រោបរួចបាទបងប្អូនណាទឹកស្រោបរួចបាទហើយក៏ធ្វើវីដេអូបង្ហាញជូនបងប្អូនបាទហើយទាំងអស់នេះគឺសម្រាប់ជាវបាទជូនបងប្អូនបាទដែលមាននិស្ស័យយកទៅគ្រប់ថែសាបាទហើយបាទស្រោបរួចហើយបាទប្រភេទស្រោបប្រភេទណុកស្អាតជាព្រះអង្គប្រនេះបាទត្រង់សមាធិបាទហើយអង្គនេះជាអង្គក្បាលមតិបាទហើយមានបញ្ចុះស្ដាច់ញ៉ាំឲ្យ5មុខដូចគ្នាបាទហើយស្រោបពេល10ដូចគ្នាណាបាទស្រោបរួចហើយបាទស្អាតបាទຂະຫນາດបតោងបាទសម្រាប់ពុកម៉ែបងប្អូនឲ្យគាត់បាទគ្រប់ស្រឡាញ់នៅអង្គក្បាលមតិបាទគាត់អាចចែកជាវបានបាទនេះក៏អង្គក្បាលមតិដែរបាទទឹកស្រោបរួចដូចគ្នាបាទឈើដៃខ្លាស្អាតណាសាច់ឈើស្អាតណាសាច់ឈើនេះត្រូវប្រេងត្រូវកមួនយូរសាច់ដូចភ្លុកចឹងបងប្អូនណាសាច់ដូចភ្លុកចឹងស្អាតចឹងសម្រាប់ពុកម៉ែបងប្អូនដែលគាត់មានជំនឿបាទទៅលើវត្ថុបាទធម្មជាតិបាទចម្លាក់ឆ្លាក់ដោយដៃបាទ 100% បាទគាត់អាចចែកជាវបានបាទហើយការឆ្លាក់នេះគឺឆ្លាក់ដោយដៃខ្ញុំផ្ទាល់បាទបងប្អូនណាបាទអត់មានជាវមកពីគេយកមកដាក់ជាវបន្តអត់ទេបាទគឺយើងចម្លាក់ឆ្លាក់ខ្លួនឯងហើយយើងទៅស្រោបបាទនេះស្រោបเป็นដុកដែរបាទស្អាតសាច់ចាំងស្អាតណាប្រភេទឈើដៃខ្លានេះអង្គឈ្នះមាបាទហើយបញ្ចុះស្ដាច់ញ៉ាំឲ្យដូចគ្នាបាទហើយនេះគឺលោកតាព្រះនិស័យបាទកំពុះបាទឬក៏លោកតាព្រះនិស័យអាកាសបាទហើយក៏ស្រោបរួចដែរបាទស្អាតទៅដាក់បតោងស្អាតណាស់សម្រាប់ពុកម៉ែបងប្អូនឲ្យគាត់មានខ្សែកអីបាទគាត់យកទៅដល់មកដាក់តោងពាក់តែម្ដងបាទនេះគឺជាព្រះអង្គប្រនេះដែរបាទសាងពីបាទញ៉ាំក្អែកទាំងក្រងបាទស្អាតហើយខាងនេះប្រម៉ែធរណីបាទសាងពីស្ដេចញ៉ាំក្អែកបាទដើមលៀបបាទទៅខាងស្នែខាងរស៊ីមហាលៀបបាទខាងលក់ដូរខាងអីហ្នឹងបាទហើយសម្រាប់ពីអង្គខាងក្រោយគេនេះអង្គក្បាលមតិដែរប៉ុន្តែយើងសាងចេញពីចុងស្នែងកវីខ្មៅបាទបកស្ដើងបាទតៃសាក់បាទនេះគឺឆ្លាក់ស្អាតបាទចម្លាក់ច្បាស់ល្អបាទយើងឆ្លាក់ប៉ាណូដើម្បីយើងទុកចុងស្នែងបាទយើងឆ្លាក់ប៉ាណូយើងទុកចុងស្នែងធម្មជាតិចឹងបាទមាន2អង្គបាទហើយសម្រាប់បាទតម្លៃថ្លៃថោអីគឺតម្លៃសមរម្យទេបាទបងប្អូនណាអានេះគឺជាកូនក្រកបាទសាងចេញពីក្លឹមរបស់ក្លូតបាទបាត់មុខដៃ4បងប្អូនខ្នាតស្រោបរួចហើយខ្នាតតោងដូចគ្នាបាទហើយសម្រាប់ខាងនេះលោកតាព្រះនិស័យបាទសាងចេញពីឆ្អឹងដំរីបាទសាច់កមួនស្អាតខ្ញុំត្រាំកមួនណាបាទហើយនេះអង្គឈ្នះមាបាទបងប្អូនណាអង្គឈ្នះមាសាងចេញពីឆ្អឹងដំរីដូចគ្នាបាទហើយនៅខាងនេះអង្គបាទក្បាលមតិដែរប៉ុន្តែយើងអត់ទាន់ស្រោបទេបាទហើយបញ្ចុះដូចគ្នាបាទស្អាតយើងត្រាំកមួនត្រាំប្រេងបាទលាបយូរទៅស្អាតសាច់ភ្លុកចឹងអាឡងស្អាតបាទហើយនេះអង្គក្បាលមតិដែរបាទហើយជាប្រភេទស្នែងកបីខ្មៅបកធ្លុះបាទអង្គនេះតូចល្មមបាទស្អាតពាក់ធ្វើជាបតោងខ្សែកបាទពាក់ជាមួយប្រាក់ក៏បានមួយណុកក៏បានបាទជាមួយកម្មក៏បានបាទតែលើបងប្អូនណាគាត់មានខ្សែកបាទនេះប្រភេទឆ្អឹងដំរីដែរតែសាងស្រោបឯណុកមួយដែរបាទស្អាតអត់ខ្មៅបងប្អូនណាស្រោបឯណុកនេះអត់ខ្មៅទេពាក់អត់ខ្មៅទេបាទហើយនៅខាងនេះអង្គឈ្នះមាបាទនេះជារបស់ភ្ញៀវទេបាទគាត់យកមកឆ្លាក់គាត់យកមកឆ្លាក់តែគាត់អត់តមកយកបាទហើយនេះគឺប្រភេទកថុកជ្រុកញីបាទពុកម៉ែបងប្អូនណាឬក៏គេហៅថាខ្នាយជ្រុកញីបាទខ្នាយតាន់ចែតាន់ណាបាទនេះគឺខ្ញុំស្រោបរួចហើយបាទប្រភេទខ្នាយតៃសាក់បាទតៃសាក់ 100% បងប្អូនណាស្អាតណាខ្នាតតោងកូនក្មេងក៏ពាក់បានមនុស្សធំក៏ពាក់បានដែរបាទស្អាតណាមួយអង្គនេះគឺពិសេសណាបាទដំបូងខ្ញុំអត់ចង់ធ្វើវីដេអូទេបាទធ្វើវីដេអូទៅគឺមានភ្ញៀវគាត់សួរណាបាទគាត់ចង់ជេវអញ្ចឹងបាទតែឥឡូវក៏ដាក់ធ្វើវីដេអូទៅបាទសម្រាប់បងប្អូនណាគាត់មាននិស្ស័យអី
គាត់អាចចែកជឿបានបាទដូចខ្ញុំស្រោបរួចហើយបាទស្រោបរួចហើយចឹងវីដេអូនេះបាទមានតែប៉ុណ្្នឹងទេបាទសម្រាប់ពុកម៉ែបងប្អូនដែលគាត់ឆ្លាញ់ពេញចិត្តអង្គមួយណាបាទគាត់អាចចែកជឿបានហើយនេះអង្គសេវលីបាទទូចណាទូចខ្នាតក្មេងឬធំបានពាក់បានណាបាទចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេបាទហើយក៏សូមជំរាបលាពុកម៉ែបងប្អូនតែប៉ុណ្្នឹងបាទអរគុណច្រើននឹងជំរាបលា